បងប្អូនតោះទៅមើលវល្លិកបីត្រោសដែលខ្ញុំតែងតែនិយមផលិតជាថ្នាំជំនួយសុខភាពផ្លូវភេទរបស់ខ្ញុំទាំងអស់គ្នាដូចតទៅនេះគឺជាទីតាំងមួយដែលខ្ញុំមកប្រមូលរុក្ខជាតិហ្នឹងបាទហើយសូមបញ្ជាក់ផងដែរថាខ្ញុំប្រមូលវល្លិកបីត្រោសហ្នឹងខ្ញុំប្រមូលផលខ្ញុំអត់ផ្ដាច់ពូជរុក្ខជាតិឱសថហ្នឹងទេគឺយើងប្រមូលមានបច្ចេកទេសក្នុងការប្រមូលរបស់យើងបាទអញ្ចឹងយើងប្រមូលផលផងយើងអភិរក្សផងកុំឲ្យដាច់ពូជថ្ងៃក្រោយយើងអត់មានអីប្រើទេអញ្ចឹងយើងប្រើឲ្យចេះពីរបៀបឬវិធីសាស្ត្រនៃការទាញផលពីវាតោះទៅមើលដើមក្បីត្រោសជាមួយខ្ញុំដើមប៉ុណ្ណេះបងប្អូនឃើញចាំមើលខ្ញុំទៅនេះតិចខ្ញុំទៅមកតិចទៀតខ្ញុំនឹងបង្ហាញជូនបងប្អូនបាទនេះនេះឫសរបស់វាឫសរបស់វល្លិកបីត្រោសបងប្អូនណានេះឫសរបស់វាឫសរបស់វាវល្លិកបីត្រោសនេះក៏ឫសវល្លិកបីត្រោសដែរវាដុះខ្នែងខ្វែងចេះវាដុះខ្វែងចេះហើយដើមវានៅត្រង់ទៅលើនោះបងប្អូនប្រហែលជា30ម៉ែត្រទៅលើហ្នឹងណាបងប្អូនប្រហែលជា30ម៉ែត្រហើយទំហំវាប្រហែលកពួនដៃហើយកាមេរ៉ាទាញទម្លាក់បន្តិចចង់បញ្ជាក់ជូនបងប្អូនថាពេលដែលយើងប្រមូលផលយើងអត់ឆាប់វាដល់ក្រោមទេគឺយើងយកវាត្រឹមតែមួយកណាត់នោះមួយកណាត់ត្រឹមនោះអញ្ចឹងទៅនៅពេលដែលយើងប្រមូលផលវាហើយលើកក្រោយពេលដែលវាដុះវាភ្លោះដូចឫសរបស់វាអញ្ចឹងវាដុះទៅវាភ្លោះចេះវាអាចភ្លោះ2វាអាចភ្លោះ3អញ្ចឹងយើងប្រមូលផលគឺយើងអញ្ចឹងអត់មានយកផ្ដាច់ផ្ដិលគ្នាពីគល់ទៅទេគឺយើងយកអញ្ចឹងទៅយើងឡើងយកតែពីចុងខាងលើនឹងមករហូតត្រឹមតែកន្លែងហ្នឹងឯងអញ្ចឹងវាអាចរស់បានតទៅទៀតអញ្ចឹងអានេះជាវិធីសាស្ត្រប្រមូលផលរបស់ឱសថបុរាណខ្មែរថ្នោត5ដើមដើម្បីកុំឲ្យរុក្ខជាតិហ្នឹងដាច់ពូជបងប្អូនណាបាទហើយបញ្ជាក់ម្ដងទៀតថាបងប្អូនដែលខ្សោយសមត្ថភាពផ្លូវភេទមិនថាស្រីមិនថាប្រុសបងប្អូនអាចតំណែងតំណងខ្ញុំគ្រូខ្មែរបានបាទគឺខ្ញុំមានឱសថពិសេសដែលខ្ញុំបង្ហាញរុក្ខជាតិហ្នឹងជូនបងប្អូនសម្រាប់យកទៅផលិតទៅផ្សំព្យាបាលបងប្អូនបាទសូមអរគុណ